សូមជម្រាបសួរអ្នកទាំងអស់គ្នាហើយខ្ញុំសូមផ្ញើក្តីនឹករលឹកពីចម្ងាយផងសូមជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខច្រើនជាងជួបទុក្ខងើបព្រលឹមឡើងខ្ញុំមកជានំកញ្ឆាយដើម្បីរៀបចំអាហារពេលព្រឹកហើយឆុងកាហ្វេនេះគឺអត់មានជាតិកាហ្វេអ៊ីនទេគេហៅថា decaf cafe decaf cafe បែបនេះទើបខ្ញុំហូបបានព្រោះខ្ញុំចាញ់ជាតិកាហ្វេអ៊ីនហើយឈ្មោះរបស់វាថា cappuccino ពេលឆុងទៅវារាងពពុះនំកញ្ឆាយដែលខ្ញុំចំហុយពីម្សិលមិញឥឡូវនេះខ្ញុំយកមកចៀនពីម្សិលមិញរៀនធ្វើវាថាតានតឹងមែនតើទាំងការធ្វើវីដេអូក៏លំបាកតែដល់ពេលខ្ញុំរៀបចំចៀនឆ្អិនហើយបានដឹងថាការពិតទៅទោះបីជាដាក់ម្សៅតំណាប់រាងច្រើនមែនតែវាទន់ល្អហើយនេះគឺទឹកជ្រលក់ដែលខ្ញុំធ្វើពីយប់មិញដែរខ្ញុំក៏ចេះធ្វើពីរបៀបលាយទឹកជ្រលក់ដែរសម្រាប់ខ្ញុំធ្វើទឹកជ្រលក់ហូបជាមួយនំកញ្ឆាយគឺខ្ញុំអត់ដាក់មើមខ្ទឹមទេព្រោះដាក់ទៅវាអាចបើសិនជាមានពេលជានៅយូរបន្តិចរឹតតែក្រៀមគឺរឹតតែឆ្ងាញ់តែនេះគឺខ្ញុំរាំងប្រញាប់បន្តិចគឺរៀបចំអាហារពេលព្រឹកដើម្បីឲ្យស្នេហាខ្ញុំគាត់ហូបមុននឹងទៅធ្វើការខ្ញុំនិយាយពីខាងដើមអញ្ចឹងទោះបីជាពេលលាយដាក់ម្សៅតំណាប់រាងច្រើនវាលំបាកតែដល់ពេលវាត្រជាក់ហើយយើងយកមកចៀនបែបនេះគឺធ្វើឲ្យហូបទៅវាមានអារម្មណ៍ថាស្វិតហើយទន់ឆ្ងាញ់ខ្ញុំសួរគាត់តែគាត់លើហូបលើកទី1មិនមែនផ្លេចថាខ្លួនឯងឆ្នាំមុនក៏ធ្វើម្ដងដែរតែគ្រាន់តែឆ្នាំមុនធ្វើទៅឡើងបរាជ័យខ្លាំងមិនមែនធ្វើអត់ត្រូវដោយសារខ្វះគ្រឿងខ្វះម្សៅសូមអរគុណច្រើនអ្នកទាំងអស់គ្នាហើយចាំជួបគ្នាពេលក្រោយ